សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានរឿងភាគកូរ៉េដែលរឿងនេះបានចេញផ្សាយរួចហើយកាលពីដើមខែធ្នូឆ្នាំ2025រឿងនោះគឺមានចំណងជើងថារឿង The Pride of Comparison រឿង The Pride of Comparison គឺជារឿងមួយដែល Netflix បានទម្លាក់ការវិភាគកាលពីដើមឆ្នាំ2025នៅពេលនេះវាក៏ត្រូវបានចាក់ផ្សាយនៅចុងឆ្នាំ2025វាជាការរងចាំដ៏យូររវាងសាច់រឿងរវាងស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងចោទពីបទសម្លាប់ប្តីរបស់ខ្លួនស្ត្រីដែលអាថ៌កំបាំងម្នាក់បានចូលទៅជិតនាងហើយផ្ដល់នូវកិច្ចព្រមព្រៀងឲ្យនាងសារភាពចំពោះអក្រិតកម្មនោះប៉ុន្តែជាថ្នូរនាងត្រូវយកជីវិតអ្នកណាគេម្នាក់ចំពោះសាច់រឿងក៏មានការចូលរួមសម្ដែងពីចុងដូយុនគាត់បានដើរតួជាអាយុនស៊ូគាត់គឺជាគ្រូបង្រៀនសិល្បៈមួយម៉ាយដែលបានបាត់បង់ប្តីភ្លាមៗចុងដូយុនដែលបង្ហាញពីតួអង្គដែលមានគណៈដែលរស់នៅក្នុងជីវិតដ៏សុខសាន្តស្រាប់តែត្រូវបានគេដាក់ជាជនសង្ស័យក្នុងអំពើឃាតកម្មលើប្តីរបស់នាងនិងជាប់គុកវាក៏បានបង្ហាញពីវិសារគមនៃការសម្ដែងរបស់នាងនៅក្នុងរឿង The Fry of Confession នេះដែរចំណែកឯតួស្រីម្នាក់ទៀតដែលដើរតួជាសាយខគាត់មានឈ្មោះថាគឹមគូអ៊ឺមគាត់គឺជាតារាដែលមានប្រជាប្រិយភាពតាមរយៈការសម្ដែងរឿងកោះភ្នោអិចឈីម៉ាចំពោះរឿងនេះគាត់ដើរតួជាម៉ូអ៊ឺមគាត់គឺជាមនុស្សបែបសាយខដែលអាថ៌កំបាំងគាត់ជាប់គុកក្នុងនាមចុងចោតក្នុងការសម្លាប់គូស្នេហ៍ដែលជាគ្រូពេទ្យថ្មីនាងត្រូវបានគេនិយាយថាជាអ្នកដែលធ្វើកិច្ចព្រមព្រៀងដ៏អាក្រក់ម្យ៉ាងជាមួយនឹងយ៉ុងស៊ូដែលត្រូវបានគេនាំក្នុងនាមជាជនសង្ស័យឃាតកម្មផាហេស៊ូក៏ដើរតួជាបែកដុងហ៊ុនគាត់ត្រូវបានគេទទួលស្គាល់ជាទូទៅនៃព្រះរាជអាជ្ញាដែលមានជំនាញបំផុតនៅក្នុងការិយាល័យព្រះរាជអាជ្ញាក្នុងស្រុកភៀកខាងជើងគាត់មានភាពមុចស្រួចនឹងការវិនិច្ឆ័យពីកំណើតហើយទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់គាត់គឺការឧស្សាហ៍ព្យាយាមដែលអនុញ្ញាតឲ្យគាត់រុករកករណីដ៏ផ្ទាល់រវាងប៉ុស្តិ៍ប៉ូលីសនិងទីវាលគាត់ត្រូវបានគេនិយាយថាគឺជាបរិសុទ្ធតែម្នាក់គត់ដែលប្រថុយនឹងការកាត់ទោសរបស់គាត់និងកិត្តិយសនៃអង្គការរបស់គាត់ក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អាយុនស៊ូនិងម៉ូអ៊ឺមជីនសុងឃ្យូគាត់ដើរតួជាចាងសុងគូគាត់គឺជាអតីតអ្នកប្រដាល់ម្នាក់បច្ចុប្បន្នគាត់គឺជាមេធាវីនៅក្នុងក្រុមហ៊ុនច្បាប់ដាមជីគាត់គឺជាមេធាវីដែលបានតែងតាំងដោយអាយុនស៊ូដែលជាចុងចោតដ៏ពេញនិយមអ្វីបើមានភាគរយឈ្នះទាបក៏ដោយក៏គាត់មានភាពទន់ភ្លន់និងមានភាពធន់ពិសេសដែលធានាថាគាត់មិនដែលទទួលយកករណីស្រាលនោះទេតែគាត់នឹងអាចការពារអាយុនស៊ូដល់ទីបញ្ចប់ហើយការរួមផ្សំគ្នារវាងការសម្ដែងនិងផ្ដល់ឲ្យសាច់រឿងបានល្អយ៉ាងណាលើសពីនេះទៅទៀតក៏មានការចូលរួមសម្ដែងពីឈយយ៉ុងជុនគាត់នឹងបង្ហាញខ្លួននៅក្នុងរឿងនេះក្នុងនាមជាអ្នកការពារសាធារណៈជីនយ៉ុងអ៊ីនបន្ទាប់ពីបានទទួលស្គាល់នៅក្នុងសហគមន៍ច្បាប់គាត់ត្រូវបានផ្ដល់មុខតំណែងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យឯកជនមួយហើយចាប់ផ្ដើមបង្រៀនសិស្សគណៈពេលដែលនៅទីនោះគាត់បានឃើញរបាយការណ៍ព័ត៌មានអំពីម៉ូអ៊ឺមដែលត្រូវបានគេហៅថាជាមេធ្មប់ហើយសម្រេចចិត្តក្លាយទៅជាអ្នកការពារសាធារណៈរបស់នាងចំពោះរឿង The Fry of Confusion គឺនិយាយអំពីគ្រូបង្រៀនសិល្បៈរស់នៅយ៉ាងសុខសាន្តធម្មតាប៉ុន្តែស្រាប់តែផ្លាស់ប្ដូរជីវិតគាត់ភ្លាមៗប្តីរបស់នាងត្រូវបានសម្លាប់ហើយត្រូវបានចោទនាងថាជាអ្នកដែលសម្លាប់ប្តីនាងតស៊ូដើម្បីជំនះខ្លួននាងពីការចោទប្រកាន់អំពីករណីឃាតកម្មនេះពេលដែលកំពុងតែជាប់គុកនាងត្រូវបាននារីដ៏អាថ៌កំបាំងម្នាក់ដែលមានឈ្មោះថាម៉ូអ៊ឺមមករកគាត់ម៉ូអ៊ឺមត្រូវបានអ្នកទោសផ្សេងទៀតហៅថាជាមេធ្មប់ដោយសារតែនាងមើលឃើញតាមរយៈអ្នកដទៃហើយងាយស្រួលយល់ពីអារម្មណ៍របស់ពួកគេអាយុងស៊ូនិងម៉ូអ៊ឺមទាំងពីរនាក់មានអាថ៌កំបាំងរៀងខ្លួនហើយពួកគេធ្វើកិច្ចព្រមព្រៀងដ៏អាក្រក់មួយទន្ទឹមនឹងនោះបែកដុងហ៊ុនគឺជារដ្ឋអាជ្ញាដ៏ស្មោះត្រង់មួយរូបដែលសហព្រះរាជអាជ្ញាគោរពគាត់រក្សាភាពស្ងៀមស្ងាត់របស់គាត់ក្នុងកលៈទេសៈណាក៏ដោយហើយកាន់ការដន្ទាទោសយ៉ាងម៉ត់ចត់គាត់ជិះចូលនៅក្នុងអាថ៌កំបាំងរបស់អាយុនស៊ូនិងម៉ូអ៊ឺមដោយប្រថុយនឹងជំនឿនិងកិត្តិយសរបស់គាត់លោកចាដងគូក៏ជាមេធាវីរបស់អាយុងស៊ូគឺជាអតីតអ្នកប្រដាល់ដែលមានចរិតស្លូតបូតគាត់ចាប់ផ្ដើមស្វែងរកការពិតដោយបញ្ជាក់ភាពគ្មានកំហុសរបស់អាយុនស៊ូចំពោះរឿងនេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែនហើយគឺជារឿងពិសេសមួយសម្រាប់ចុងឆ្នាំរបស់ក្រុមហ៊ុន Netflix ផងដែរចំពោះរឿងនេះបានចេញផ្សាយរួចទៅហើយកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2025នៅលើ Netflix សរុបទាំងអស់មានចំនួន12ភាគ